ក្នុងពុទ្ធសាសនាមានពាក្យមួយដែលយើងអាសាឮសច្ចធម៌ហើយគេថាបើអ្នកណាបានត្រាស់ដឹងសច្ចធម៌ហ្នឹងបានរួចផុតពីទុក្ខហើយពាក្យថាសច្ចធម៌នេះមានន័យថាធម៌ពិតធម៌មែនអញ្ចឹងទៅការពិតអញ្ចឹងហើយឬយើងហៅថាអរិយសច្ចៈហ្នឹងមាន4ទី1លោកហៅថាទុក្ខតែយើងមានទុក្ខច្រើនណាទាំងទុក្ខផ្លូវកាយជាពិសេសទុក្ខផ្លូវចិត្តនឹងមូម៉ៅក្តៅក្រហាយពិបាក stress ស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះអីចឹងទៅហើយទុក្ខច្រើនមែនតើហើយព្រះអង្គសម្ដែងថាស្អីគេជាហេតុនាំឲ្យកើតទុក្ខហ្នឹងទី2ហ្នឹងលោកហៅថាសមុទយៈហ្នឹងមានន័យថាហេតុហ្នឹងគឺសំដៅទៅលើការជាប់ជំពាក់ហួងហែងហ្នឹងជាប់ជំពាក់ខ្លាំងហួងហែងខ្លាំងឧទាហរណ៍ថាបើយើងស្រឡាញ់កូនស្រាប់កូននឹងស្លាប់ទៅវាទុកមែនតែនឬក៏យើងទៅទិញឡានថ្មីមកស្រាប់តែចោលលួចបាត់ទៅថាវាស្ដាយមែនតែនប៉ុន្តែសាកមើលក៏ឡានរបស់មិត្តភ័ក្ដិយើងចោលលួចទៅយើងស្ដាយដែរប៉ុន្តែវាមិនស្ដាយខ្លាំងដូចឡានរបស់យើងតែហេតុអីថាមកពីយើងស្រឡាញ់វាតិចដែរយើងស្ដាយមិនសូវស្ដាយប៉ុន្មានទេឧទាហរណ៍ថាបើកូនគេស្លាប់មើលយើងស្ដាយដែរអ្នកក្បែរផ្ទះកូនគេស្លាប់ប៉ុន្តែមិនស្ដាយដូចរបស់ខ្លួនឯងកូនខ្លួនឯងទេឬក៏ដូចជាថាទូរស័ព្ទNokia កាចាស់មួយហើយនឹង iPhone យើងបាត់ទៅយើងស្ដាយទាំងពីរប៉ុន្តែស្ដាយ iPhone 7ហ្នឹងវាថ្លៃជាងនិយាយឲ្យជ្រៅទៅគឺថាយើងស្រឡាញ់វាជាងអញ្ចឹងព្រះអង្គសម្ដែងថាការជាប់ជំពាក់ខ្លាំងហ្នឹងដល់ពេលព្រាត់ប្រាសទុកខ្លាំងមែនតើបើអ្នកនឹងអត់បានត្រៀមសោះអត់បានត្រៀមចិត្តសោះណាឧទាហរណ៍ថាបើយើងមានម្ដាយចាស់យើងមើលថែគាត់10ឆ្នាំហើយអញ្ចឹងយើងត្រៀមកាយត្រៀមចិត្តហើយថាម៉ែគង់នឹងមានថ្ងៃណាមួយគាត់ត្រូវលាចាកលោកយើងទៅទាំងអស់តែអញ្ចឹងយើងអត់សូវភ័យអត់សូវតក់ស្លុតខ្លាំងពីព្រោះយើងបានត្រៀមទុកអញ្ចឹងតើមានការពិចារណាទើបមិនសូវមានទុកខ្លាំងដល់ទី3លោកហៅថានិរោធហ្នឹងដូចជាពេទ្យព្យាបាលថាអ្នកជំងឺហ្នឹងមានទុកតែហេតុដែលនាំឲ្យអ្នកជំងឺនឹងឈឺដោយសារគុណពវៀនបានវាក្តៅស្រីវស្រាញអីចឹងហើយដល់អញ្ចឹងពេទ្យមើលទៅថាអូមិនអីទេអាចព្យាបាលបានតាអានេះនិរោធនេះគឺថាយើងហៅថាមួយទៀតគេហៅថានិព្វានមានន័យថាពេទ្យហ្នឹងព្រះសម្មាសម្ពុទ្ធមើលទៅថាសេចក្តីទុក្ខរបស់មនុស្សហ្នឹងអាចដោះស្រាយបានហើយប៉ុន្តែយកអីទៅដោះស្រាយជាចំណុចទី4គឺយកមគ្គនេះគឺផ្លូវដើម្បីទៅព្រះនិព្វានហ្នឹងអានេះទុកផ្លូវកាយហើយនឹងផ្លូវចិត្តអញ្ចឹងចាហើយទុកផ្លូវចិត្តហ្នឹងច្រើនយើងមែនតើអញ្ចឹងផ្លូវទៅកាន់ព្រះនិព្វាននេះព្រះអង្គសម្ដែងមានអង្គ8មានតាំងពីយល់ត្រូវមានតាំងពីគិតត្រូវមានតាំងពីធ្វើត្រូវមានតាំងពីប្រកបការងារត្រូវមានតាំងពីនិយាយត្រូវមានតាំងពីព្យាយាមត្រូវមានតាំងពីរលឹកត្រូវមានតាំងពីសមាធិត្រូវតាំង8ហ្នឹងជាផ្លូវនាំឲ្យទៅកាន់ព្រះនិព្វានបើនិយាយដោយសង្ខេបដើម្បីបន្ថយទុក្ខនេះត្រូវកាត់ការជាប់ជំពាក់នេះនិយាយដោយសង្ខេបរៀនបន្ថយការហួងហែងការប្រកាន់ការចង់បានហួសហេតុអានឹងវាជាហេតុនាំឲ្យកើតទុក្ខទៅវិញពេលណាដែលវាមិនបានដូចចិត្តឬក៏របស់ដែលខ្លួនជាទីស្រឡាញ់ហ្នឹងវាត្រូវបាត់បង់ទៅវាជាទុក្ខខ្លាំងមែនតើហើយមនុស្សយើងហ្នឹងវាយល់ច្រឡំថាបានរបស់ទាំងអស់ហ្នឹងវានាំឲ្យសុបាយត្រឹមត្រូវមែនបានទៅវាសុបាយបានឡានបានលុយបានវេលាវាសុបាយប៉ុន្តែវាមិនប្រកាសថាអញ្ចឹងរហូតទៅវាផ្លាស់ប្ដូរវាប្រែប្រួលទៅវាជាហេតុនាំឲ្យកើតទុក្ខប៉ុន្តែបើមានក៏មានចោះរបស់ទាំងអស់ហ្នឹងដើម្បីចិញ្ចឹមជីវិតតើឡាយើងរក្សាចិត្តត្រៀមចិត្តប្រាប់ចិត្តឲ្យហើយថាកូនប្រពន្ធទ្រព្យរបស់ស្អីទាំងអស់ហ្នឹងមិនទៀងទាត់ទេហើយថ្ងៃណាមួយនឹងព្រាត់ប្រាសទៅអាចយើងព្រាត់ប្រាសពីរបស់ហ្នឹង
មនុស្សអស់ហ្នឹងឬក៏មនុស្សទាំងអស់ហ្នឹងរបស់ទាំងអស់ហ្នឹងព្រាត់ប្រាសពីយើងទៅតើត្រៀមចិត្តអញ្ចឹងដល់ពេលមានការព្រាត់ប្រាសទៅយើងមិនសូវកើតទុកទេបើកើតទុកផ្លូវកាយប៉ុន្តែយើងមិនសូវកើតទុកផ្លូវចិត្តទេដោយសារយើងស្វែងយល់អំពីសច្ចធម៌ការពិតនៃជីវិតនឹងឯងចឹងបើអ្នកណាបានយល់ជ្រាបច្បាស់អំពីការពិតទាំង4នេះលះបង់សេចក្តីប្រកាន់ជាប់ជំពាក់ហួងហែងខ្លាំងមិនសូវមានទុកខ្លាំងទេដោយការបានស្វែងយល់អំពីសច្ចធម៌នឹងឯងអនុមោទនាឲ្យទៅនិយាយរឿងសិលរឿងទានហ្នឹងម្នាក់ចេះតែគិតថាសម្រាប់យាយតាយោបាយមួយស្រាក់ស្លៀកសវៈសកោសក់ទៅវត្តអីចឹងបើស្មាត់ថាបើនិយាយពីមនុស្សដែលខ្វះសិលថ្ងៃហ្នឹងគេនិយាយពីរឿងឧទាហរណ៍ទទួលភ្ញៀវចាស់ receptionist ចាស់បើមុខមិនឲ្យក្រោយមិនមើលកញ៉េនិយាយមិនព្រោះថាដាក់ភ្ញៀវមានណាគេមករកកន្លែងយើងទៀតទេអានឹងខ្វះអីតែខ្វះសិលហើយមួយទៀតមួយលោកហៅថាចារិតសិលអ្វីដែលគួរធ្វើអ្វីជាការគួរសមលើកដៃសំពះជំរាបសួរនិយាយរស់រេរាក់តាក់ហ្នឹងបើអត់អាហ្នឹងគេមិនរកស៊ីជាមួយមុខវាអត់មានដំណោយទានទេគេគឺថាមនុស្សហ្នឹងមើលទៅវាមិនគួរនឹងរាប់អានជាគ្នាទេអញ្ចឹងសិលនោះមានសារៈសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃបើមនុស្សអត់ភាពរស់រេរាក់តាក់សមរម្យពាក្យសម្ដីព្រោះភាសាហ្នឹងមិនអាចរស់នៅបានសុខជាមួយអ្នកដទៃបានទេមួយចំណុចទៀតឧទាហរណ៍ថាបើសិនជាយើងឬលួចកັບកេងនិយាយអេកអូចចាក់ចុចគេមានដៃមានជើងឬក៏ថារកស៊ីជាមួយគ្នាស៊ីខ្សែលើគេអាហ្នឹងរកបានម្ដងទេបើមិនជាលក់អីវ៉ាន់វិញឧទាហរណ៍ថាមកកត្រកហ្នឹងដាក់ផ្លែឈើអាល្អពីខាងក្រៅខាងក្នុងដាក់សផ្លែឈើស្អុយចឹងអ្នកទៅទិញគេទិញតែម្ដងថ្ងៃក្រោយគេដឹងគេឈប់ទៅទិញអាហ្នឹង business គួរដួលហើយបើរកស៊ីដៃគូការងារមួយគ្នាតែហ៊ានលើក្រមស៊ីខ្សែគេហ្នឹងគេរកស៊ីបានតែម្ដងហ្នឹងហើយអាហ្នឹងរកស៊ីលក់ផ្លូវហើយអាហ្នឹងមកពីខ្វះអីមកពីខ្វះសិលនៅក្នុងខ្លួនហ្នឹងឯងជាសិលមានសារៈសំខាន់សម្រាប់ទាំងជីវិតជាអ្នកបួសនៅវត្តទាំងជីវភាពសាមញ្ញរបស់អ្នកស្រុកឧទាហរណ៍ថាស្រុកយើងដែលភ័យព្រួយបារម្ភដាក់ម៉ូតូចេះតែខ្លាចចេះតែភ័យនោះមកពីមនុស្សវាខ្វះសិលវាមានចោលលួចចោលឆក់ចោលប្លន់អីចឹងទៅបង្ហាញថាបើសិនជាយើងទាំងអស់គ្នាជាអ្នកមានជីវភាពគ្រប់គ្រាន់ហើយប្រកាន់សិលមិនទៅលួចឆក់ប្លន់អ្នកដតីហ្នឹងយើងវាអត់មានអាការភ័យព្រួយបារម្ភខ្លាចយុបលុបអាណាមកប្លន់មកអីចឹងទេអាហ្នឹងគេហៅលោកហៅថាវិរតសិលអ្វីដែលយើងគួរជៀសវាងអញ្ចឹងសិលនឹងមានសារៈសំខាន់ណាស់ជាមូលដ្ឋាននៃសេចក្តីសុខខ្លួនឯងក្រុមគ្រួសារនិងសង្គមបើសង្គមនឹងមនុស្សមានសិលចេះដឹងសុជីវធម៌សិលធម៌មិនបៀតបៀនមិនលួចមិនឆក់មិនប្លន់អ្នកដទៃទេវាបានសុខហើយមិនចាំបាច់មានច្បាប់មានទម្លាប់អីច្រើនពេកក៏សឹងតែរស់បានដែរប៉ុន្តែផ្ទុយទៅវិញបើមនុស្សនឹងអត់បានរក្សាគុណធម៌នឹងឲ្យបានល្អទេរស់នៅមិនបានសុខទេដោយសារមនុស្សនឹងមិនរក្សានៅគុណធម៌ថ្នាក់សិលនឹងឯងដែរនៅក្នុងសម័យច្បាប់អង្គការសហជីវជាតិនិយាយពីរឿងការគោរពសិទ្ធិមនុស្សនឹងច្បាប់មួយចែងថាមនុស្សគ្រប់គ្នាមានសិទ្ធិរស់រានមានជីវិតហ្នឹងវាចូលនៅក្នុងសិលតាណានឹងឯងដែលលោកហាមមិនឲ្យសម្លាប់ជីវិតហ្នឹងក្នុងច្បាប់ហ្នឹងគេហាមមិនឲ្យសម្លាប់ជីវិតមនុស្សទេប៉ុន្តែក្នុងធម៌ហាមមិនឲ្យទាំងសម្លាប់ជីវិតសត្វទៅទៀតផងហើយគេគិតថានឹងវាជាសិទ្ធិមនុស្សវាជា human right អីចឹងទៅប៉ុន្តែតាមពិតទៅជាមូលដ្ឋានខ្លឹមសារហ្នឹងយើងបានជជែកវិភាសាក្នុងពុទ្ធសាសនាហ្នឹងច្រើនមែនតើអញ្ចឹងការរក្សាសិលមានសារៈសំខាន់សម្រាប់ជីវិតរបស់យើងគ្រប់គ្នាអនុមោទនា